សូមជូនរឿងក្អែកបង្អួតសម្រស់គេនិយាយតគ្នាថាព្រះឥន្ទសម្រេចព្រះតីជ្រើសរើសស្ដេចបក្សីហើយទ្រង់ប្រកាសថាបក្សីទាំងឡាយត្រូវមកបង្ហាញខ្លួនចំពោះមុខទ្រង់នៅថ្ងៃដែលកំណត់ដើម្បីឲ្យព្រះអង្គជ្រើសរើសបក្សីដែលស្អាតបំផុតធ្វើជាស្ដេចក្អែកដឹងខ្លួនថាវាមានរូបរាងអាក្រក់ទើបវាខំស្វែងរកខំប្រម៉ែប្រមូលរោមបក្សីផ្សេងដែលជ្រុះពាសពេញព្រៃនិងវាលស្រែក្អែកបានយករោមទាំងនោះមកបិទពេញខ្លួនវាដោយរំពឹងថានឹងធ្វើឲ្យខ្លួនមើលទៅស្អាតបំផុតក្នុងចំណោមហ្វូងបក្សីទាំងឡាយដល់ថ្ងៃកំណត់បណ្ដាសត្វបក្សីទាំងឡាយមកជួបជុំគ្នានៅចំពោះមុខព្រះឥន្ទក្អែកបានបង្ហាញខ្លួនដោយមានរោមបក្សីជាច្រើនប្រភេទលើខ្លួនរបស់វាប៉ុន្តែនៅពេលដែលព្រះឥន្ទជ្រើសរើសយកក្អែកជាស្ដេចបក្សីដោយសារតែរោមដ៏ស្រស់ស្អាតរបស់វាបក្សីទាំងឡាយនាំគ្នាប្រឆាំងខឹងសម្បាបក្សីទាំងឡាយនាំគ្នាដករោមនៅលើខ្លួនក្អែកចេញមកធ្វើឲ្យក្អែកគ្មានអ្វីនៅសល់ក្រៅពីរោមវាដូចដើមសត្វក្អែកមានការខ្មាស់អៀនយ៉ាងខ្លាំងនៅការបិទបាំងរោមคล้ายលើខ្លួនរបស់វាហើយក៏បានហើរចូលក្នុងព្រៃបាត់ទៅ